នាវាផ្ទុកយន្តហោះគឺជានាវាមួយដែលមានសារៈសំខាន់ណាស់ព្រោះវាប្រៀបដូចជាមូលដ្ឋានទ័ពអាកាសចល័តមួយដែលបញ្ចេញអំណាចយោធានិងមានឥទ្ធិពលបំផុតមួយនៅទូទាំងពិភពលោកដោយមិនចាំបាច់ពឹងផ្អែកទៅលើមូលដ្ឋានទ័ពជើងគោកទេពួកវាមានសារៈសំខាន់សម្រាប់ប្រតិបត្តិការយោធាការឆ្លើយតបវិបត្តិជំនួយមនុស្សធម៌និងការទូតដែលអនុញ្ញាតឲ្យពួកគេគ្រប់គ្រងនិងដំណើរការនៃការបើកយន្តហោះសម្រាប់ការវាយប្រហារការឆ្លូបយកការក៏ដូចជាឧបករណ៍ដែលបង្ហាញថាប្រទេសមួយបញ្ចេញអំណាចផ្លូវអាកាសនិងមានឥទ្ធិពលយោធារបស់ខ្លួននៅគ្រប់ទីកន្លែងក្នុងពិភពលោកសម្រាប់ការទូតការទប់ស្កាត់នៅបញ្ហានានានិងការពារទីតាំងដែលមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងដែនទឹកអន្តរជាតិនាពេលបច្ចុប្បន្ននេះនៅក្នុងវីដេអូនេះនឹងនាំលោកអ្នកទៅស្គាល់ប្រទេសដំបូងគេដែលបានផលិតនៅប្រភេទនាវាផ្ទុកយន្តហោះនេះថាតើប្រទេសណាដែលមានគំនិតក្នុងការបង្កើតនាវានេះឡើងហើយតើនាវានេះមានឥទ្ធិពលយ៉ាងដូចម្តេចនាសម័យនោះតោះមកតាមដានទាំងអស់គ្នានេះគឺជានាវាផ្ទុកយន្តហោះ HMS August របស់ចក្រភពអង់គ្លេសដែលប្រទេសនេះបានទិញនាវាដឹកអ្នកដំណើរតាមសមុទ្រដែលមានឈ្មោះថា Conrusso ពីប្រទេសអ៊ីតាលីក្នុងឆ្នាំ1916និងបានកែច្នៃទៅជានាវាផ្ទុកយន្តហោះដែលមានប្រវែង565ហ្វីតឬប្រហែល172ម៉ែត្រដែលនាំឲ្យវាក្លាយជានាវាផ្ទុកយន្តហោះដំបូងគេរបស់ពិភពលោកដែលមានសមត្ថភាពផ្ទុកយន្តហោះពី15ទៅ18អាចចុះចតបានហើយបានដាក់ដំណើរការនៅក្នុងកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសពីឆ្នាំ1917រហូតដល់ឆ្នាំ1944នាវា HMS August ក៏បានបំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះទំហំ4អ៊ីងចំនួន4ដើមនិងកាំភ្លើងបាញ់លើផ្ទៃទឹកទំហំ4អ៊ីងចំនួន2ដើមដែលល្បឿនរបស់វាអាចឡើងរហូតដល់ 20.5 ខ្នតឬស្មើនឹង 37.96 គីឡូម៉ែត្រនៅក្នុង1ម៉ោងនៅក្នុងសង្គ្រាមលោកលើកទី1នាវានេះមិនត្រូវបានគេដាក់ឲ្យចូលរួមប្រយុទ្ធទេវាត្រូវបានធ្វើការសាកល្បងនិងជួយក្នុងការអភិវឌ្ឍនីតិវិធីអាកាសចររបស់កងទ័ពជើងទឹកអង់គ្លេសតែប៉ុណ្ណោះចំពោះនៅក្នុងសង្គ្រាមលោកលើកទី2នាវាមួយនេះមានតួនាទី2គឺទី1សម្រាប់បណ្ដុះបណ្ដាលប្រើប្រាស់ការអនុវត្តចុះចតលើនាវាសម្រាប់អ្នកបើកយន្តហោះថ្មីនៃកងនាវាអាកាសចររបស់ប្រទេសអង់គ្លេសតួនាទីទី2ដែលជាញឹកញាប់នាវានេះបានបំពេញគឺប្រតិបត្តិការដឹកជញ្ជូនយន្តហោះទៅកាន់ទីតាំងឆ្ងាយៗជាច្រើនដូចជាប្រតិបត្តិការ Hori ប្រតិបត្តិការ White ប្រតិបត្តិការ Petro ប្រតិបត្តិការ Harpoon នៅចុងខែសីហាដើមខែកញ្ញាឆ្នាំ1941នាវានេះបានដឹកជញ្ជូនយន្តហោះ Hurricane ចំនួន24គ្រឿងរបស់កងអនុសេនាធំលេខ151នៃកងទ័ពអាកាសអង់គ្លេសទៅកាន់មូម៉ែងនៃប្រទេសរុស្ស៊ីរួមទាំងគោលដៅផ្សេងទៀតដូចជានៅអាហ្វ្រិកខាងជើងប្រទេសអ៊ីស្លង់ប្រទេសម៉ាល់តា និងប្រទេសណូវេសនាវាផ្ទុកយន្តហោះមួយនេះត្រូវបានគេបោះបង់ចោលនិងរុះរើចេញក្នុងឆ្នាំ1946ចំណែកឯនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតដែលគេចាត់ទុកថាគឺជានាវាផ្ទុកយន្តហោះដំបូងរបស់ពិភពលោកផងដែរនោះគឺជានាវាដែលមានឈ្មោះថា Honshu ដែលត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុនគឺនាវានេះគឺត្រូវបានសាងសង់ឡើងនៅក្នុងខែធ្នូឆ្នាំ1920និងត្រូវបានដាក់ឲ្យដំណើរការនៅខែធ្នូឆ្នាំ1922វាគឺជានាវាផ្ទុកយន្តហោះដំបូងដែលត្រូវបានរចនានិងកសាងឡើងជានាវាផ្ទុកយន្តហោះដោយមិនបានកែច្នៃពីនាវាប្រភេទផ្សេងទៀតទេនាវាផ្ទុកយន្តហោះ Honshu ត្រូវបានប្រើប្រាស់និងបញ្ជាដោយកងទ័ពជើងទឹកអធិរាជប្រទេសជប៉ុនក្នុងឆ្នាំ1922នាវានេះមានរាងសំប៉ែតនិងមានប្រវែងពេញ552ហ្វីតគឺ168ម៉ែត្រទទឹង18ម៉ែត្រនិងល្បឿនអតិបរមាប្រហែល26ខ្នតឬស្មើនឹង50គីឡូម៉ែត្រនៅក្នុង1ម៉ោងដែលវាមានសមត្ថភាពផ្ទុកយន្តហោះខ្ទង់15គ្រឿងនាវានេះដំណើរការដោយទូប៊ីនចំហាយ Pearson និងឡចំហាយ Harpoon ចំនួន8វាក៏បានបំពាក់ដែរទៅដោយកាំភ្លើងធំ15សង់ទីម៉ែត្រចំនួន
និងកាំភ្លើងធំប្រឆាំងយន្តហោះ 8 សង់ទីម៉ែត្រចំនួន 2 ចំណុចដែលគួរឲ្យចាប់អារម្មណ៍នេះគឺកប៉ាល់នេះស្ទើរតែគ្មានពាសដៃសម្រាប់ការពារនោះទេសម្រាប់បេសកកម្មក្នុងសង្គ្រាមវិញនាវាមួយនេះបានចូលរួមក្នុងសង្គ្រាមចិនជប៉ុននៅក្នុងអំឡុងឆ្នាំ 1937 ដែលនាវាផ្ទុកយន្តហោះមួយនេះត្រូវបានគេចាត់តាំងឲ្យចូលទៅកាន់កងនាវាទី 3 និងត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងប្រតិបត្តិការកងទ័ពជប៉ុននៅកណ្ដាលនិងភាគខាងត្បូងនៃប្រទេសចិនយន្តហោះរបស់វាបានផ្ដល់ការគ្រប់គ្រងផ្លូវអាកាសយ៉ាងជិតស្និទ្ធនិងការឆ្លុបយកការសម្រាប់ប្រតិបត្តិការលើដីគោកនាវាផ្ទុកយន្តហោះនេះក៏ជាផ្នែកមួយនៃកងនាវាជើងទឹកជប៉ុនគឺនៅក្នុងអំឡុងពេលដែលប្រទេសមួយនេះបានចាប់ផ្ដើមបើកការវាយប្រហារទៅលើបន្ទាយទ័ពរបស់សហរដ្ឋអាមេរិកនៅពីលហាបឺតនាថ្ងៃទី 7 ខែធ្នូឆ្នាំ 1941 រួមទាំងសង្គ្រាមនៅមីតវេក្នុងខែមិថុនាឆ្នាំ 1942 ដែលបញ្ជាដោយឧត្តមនាវាឯកយ៉ាម៉ានម៉ូតូក្រោយសង្គ្រាមនាវានេះត្រូវបានប្រើប្រាស់សម្រាប់ភារកិច្ចធ្វើមាតុភូមិនិវត្តន៍មុនពេលត្រូវគេបោះបង់ចោលនៅក្នុងឆ្នាំ 1947 គួររំលឹកផងដែរថាបច្ចុប្បន្ននេះពិភពលោកមាននាវាផ្ទុកយន្តហោះដែលកំពុងតែដំណើរការទាំងអស់ប្រមាណជាង50គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញពិភពលោកក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខគេដោយមាននាវាផ្ទុកយន្តហោះធំៗចំនួន11គ្រឿងក្នុងនោះរួមមាននាវាផ្ទុកយន្តហោះទំហំធំនិងនាវាផ្ទុកឧទ្ធម្ភាគចក្រតូចៗឬប្រភេទនាវាវាយប្រហារលើគោកដែលអាចបាញ់យន្តហោះបានចំណែកឯប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ 2 នេះគឺមាននាវាផ្ទុកយន្តហោះធំៗចំនួន 2 គ្រឿងនិងនាវាផ្ទុកឧទ្ធម្ភាគចក្រចំនួន 3 គ្រឿងចុះមកក្រោមបន្តទៀតគឺប្រទេសជប៉ុនមាននាវាផ្ទុកឧទ្ធម្ភាគចក្រចំនួន 4 គ្រឿងចុះមកបន្តទៀតគឺប្រទេសបារាំងប្រទេសនេះមាននាវាផ្ទុកយន្តហោះធំៗចំនួន 1 គ្រឿងនិងនាវាផ្ទុកឧទ្ធម្ភាគចក្រចំនួន 3 គ្រឿងបន្ទាប់មកគឺប្រទេសឥណ្ឌាមាននាវាផ្ទុកយន្តហោះធំៗចំនួន 2 គ្រឿងចំណែកចក្រភពអង់គ្លេសមាននាវាផ្ទុកយន្តហោះធំៗចំនួន 2 គ្រឿងប្រទេសអ៊ីតាលីមាននាវាផ្ទុកយន្តហោះធំៗចំនួន 2 គ្រឿងក្នុងនោះក្រុមហ៊ុនដែលមានភាពល្បីល្បាញក្នុងការសាងសង់នាវាផ្ទុកយន្តហោះនោះគឺសហរដ្ឋអាមេរិកចក្រភពអង់គ្លេសប្រទេសបារាំងអ៊ីតាលីនិងប្រទេសចិនសូមអរគុណលោកអ្នកចំពោះការទស្សនា